កាលនោះឈ្មួញសម្បូរបានជិះរទេះគោដឹកហូលផាមួងកាត់តាមផ្លូវមួយអមដោយព្រៃស្ងាត់គ្រាដែលកំពុងបររទេះគោក៏បានឮសំឡេងស្រែកហៅពីក្នុងព្រៃថាអ្នកលក់ហូលផាមួងអើយសូមឈប់សិនទៅមើលកាលបើបានឮសំឡេងហៅនោះហើយគាត់ក៏បានឈប់រទេះគោហើយក្រឡេកមើលឆ្វេងស្ដាំរកមើលម្ចាស់សំលេងតែមិនបានឃើញអ្នកហៅនោះឡើយគឺមើលឃើញតែព្រៃអមសងខាងស្ងាត់ឈឹងឈ្មួញសម្បូរលើកដៃអេះក្បាលបន្តិចហើយឈរពោលតែម្នាក់ឯងថាយីអ្នកដែលហៅអញឈប់ម្ដេចមិនឃើញមកអញ្ចឹងឬមួយអ្នកភូមិនេះចង់លេងសើចជាមួយអញទេដឹងនិយាយមិនទាន់បានផុតពីមាត់ផងគាត់ក៏បានឃើញមនុស្សពីរនាក់ចេញពីក្នុងព្រៃដើរសំដៅមករទេះរបស់គាត់អ្នកលក់ហូលផាមួងអើយសូមអ្នកទៅឲ្យដល់ផ្ទះខ្ញុំនឹងទិញយកហូលផាមួងរបស់អ្នកទាំងអស់ឈ្មួញសម្បូរកាលបើបានឮដូច្នោះក៏អរព្រួចនៅក្នុងចិត្តដោយមិនចាប់អារម្មណ៍អ្វីទាំងអស់ថាអ្នកទាំងពីរនេះគឺជានរណាឡើយគាត់ក៏បានសួរដោយរីករាយទៅកាន់អ្នកទាំងពីរនោះវិញថាតើផ្ទះរបស់អ្នកនៅដល់ណាហើយឆ្ងាយឬជិតទីនេះទេរំពេចនោះអ្នកទាំងពីរនោះក៏បានលើកដៃចង្អុលហើយនិយាយផ្ទះខ្ញុំនៅជិតនេះឯងទេមើលទៅនោះពេលដែលឈ្មួញសម្បូរក្រឡេកមើលទៅក៏បានឃើញកូនភូមិមួយដែលមានផ្ទះជាច្រើនកុះកទៀតផងអូមិនអីទេអញ្ចឹងអ្នកទាំងពីរអញ្ជើញដើរទៅមុនចុះចាំខ្ញុំបរទៅតាមក្រោយអ្នកទាំងពីររួចហើយអ្នកទាំងពីរនោះក៏បានដើរទៅមុនបរទេះរហូតដល់មុខផ្ទះរបស់បុរសទាំងពីរនាក់ដែលរស់នៅក្នុងភូមិនោះរំពេចនោះបុរសទាំងពីរក៏ស្រែកហៅគ្នាគេថាមកវើយពួកអ្នកភូមិយើងដែលបានលុយមកពីកូនបញ្ជូនមកឲ្យនោះមកវើយចូលអ្នកមកជួយទិញហូលផាមួងឲ្យអស់ទៅវើយអ្នកភូមិក៏បានមកចោមរោមជួយទិញហូលផាមួងខ្លះទិញមួយខ្លះទិញពីរខ្លះទិញច្រើនដោយមិនទាំងតថ្លៃទៀតផងលុះមួយសន្ទុះក្រោយមកឈ្មួញសម្បូរក៏បានលក់ហូលផាមួងរបស់គាត់អស់រលីងហើយបានលុយជាច្រើនពេញមួយកន្ត្រកលុះលក់រួចហើយគាត់ក៏លាអ្នកភូមិទាំងនោះត្រឡប់មកផ្ទះវិញ